ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទសូមមកបង្ហាញនៅអាហារបន្ថែមសម្រាប់មាន់ព្រៃដែលជំរុះរោមឬក៏មាន់ព្រៃដែលដាច់រោមឬក៏ដាច់កន្ទុយថ្ងៃនេះខ្ញុំបាទផ្ដល់អាហារបន្ថែមដល់មាន់ព្រៃរបស់ខ្ញុំគឺវាដាច់កន្ទុយហើយឥឡូវនេះគឺសភាពរបស់វាគឺរោមដុះមកបានស្អាតល្អមែនទែនហើយនឹងកន្ទុយរបស់វាគឺទឹកកំពុងចេញមកស្អាតមែនទែនអញ្ចឹងអាហារបន្ថែមរបស់ខ្ញុំបាទដូចបង្ហាញខាងលើនោះគឺចង្រិតអញ្ចឹងនៅក្នុងចង្រិតវាផ្ដល់នៅប្រូតេអ៊ីនដល់មាន់របស់យើងគឺបានរហូតដល់20% សម្រាប់មាន់ហើយសម្រាប់មាន់ព្រៃគឺចង្រិតនេះគឺល្អបំផុតគឺសម្រាប់មាន់ព្រៃដែលជំរុះរោមទី1វាផ្ដល់ប្រូតេអ៊ីនហើយវាជួយឲ្យរោមឆាប់ដុះបានលឿនហើយមួយទៀតគឺវាធ្វើឲ្យមាន់ព្រៃហ្នឹងវាមានរោមភ្លឺថ្លាពេលដុះចេញមកហើយមួយទៀតធ្វើឲ្យមាន់ព្រៃមានភាពរហ័សរហួនឲ្យមាន់ព្រៃមានភាពស៊ាំទៅនឹងជំងឺការពារជំងឺហើយមួយទៀតគឺល្អបំផុតសម្រាប់មាន់ព្រៃនេះតែម្ដងគឺសម្រាប់មេមាន់ពងអីហ្នឹងគឺផ្ដល់ចង្រិតឲ្យមាន់ព្រៃនេះទៅគឺពងបានច្រើនហើយមួយទៀតគឺសុទ្ធធំហើយផ្នែកខាងក្នុងរបស់សុទ្ធគឺមានភាពលឿងល្អហើយមួយទៀតជួយឲ្យសម្បកសុទ្ធរបស់មាន់ហ្នឹងគឺរឹងបានល្អហើយមួយទៀតចង្រិតនៅក្នុងរដូវនេះគឺយើងស្រួលរកមែនទែនគឺនៅតាមស្មៅហើយនឹងនៅតាមស្លឹកឬក៏ធាងត្នោតដែលយើងបោះចោលទៅហើយយើងបើករកវាទៅគឺឃើញតែម្ដងចង្រិតគឺនៅស្រុកស្រែចម្ការគឺងាយស្រួលរកអញ្ចឹងឃើញថាបន្ទាប់ពីឲ្យមាន់ស៊ីចង្រិតអស់រយៈពេលជាងកន្លះខែមកនេះគឺមាន់ខ្ញុំមានការផ្លែកជាច្រើនទី1តាក់ទងទៅនឹងសុខភាពរបស់វាគឺក្លៀវក្លាហើយរោមកន្ទុយដុះលឿនហើយដុះចេញមកស្អាតហើយរលោងភ្លឺថ្លាតែម្ដងអញ្ចឹងប្រភេទមាន់របស់ខ្ញុំនេះគឺប្រភេទមាន់ព្រៃរោមញីប៉ុន្តែគឺវាជំរុះខ្លះហើយក៏ប៉ុន្តែកន្ទុយវានេះគឺដោយសារឆ្កែខាំដាច់អញ្ចឹងខ្ញុំបានផ្ដល់ចង្រិតឲ្យក្នុងមួយសប្តាហ៍ម្ដង2ដងទៅ3ដងតាមលទ្ធភាពដែលខ្ញុំអាចរកបានហើយមួយទៀតគឺទោះបីចង្រិតយើងល្អសម្រាប់មាន់មែនក៏ប៉ុន្តែយើងកុំឲ្យលឹះលុបមានន័យថាយើងឲ្យតែ10% ទៅ 15% នៃចំណីរបស់យើងបានហើយដោយសារពេលដែលយើងឲ្យចង្រិតច្រើនពេកធ្វើឲ្យមាន់ព្រៃរបស់យើងនេះគឺវាឡើងជាតិខ្លាញ់ច្រើនហើយឡើងជាតិខ្លាញ់ហើយឡើងគីឡូការចិញ្ចឹមមាន់ព្រៃគឺយើងត្រូវត្រៀមលក្ខណៈដូចជាថ្នាំសង្កូវផ្សេងមិនថាលក្ខណៈធម្មជាតិឬក៏លក្ខណៈថ្នាំដែលផ្សំនៅលើទីផ្សារហើយការចិញ្ចឹមមាន់ព្រៃនេះដែរគឺយើងទម្រាំបានផលមួយគឺមិនមែនតិចខែតិចឆ្នាំទេដូចជាប្រភេទមាន់គោកទម្រាំចេះរងាវគឺមាន់ខ្លះអាចឈានទៅដល់មួយឆ្នាំកន្លះអីចឹងទៅបានរងាវតាមសុខភាពវាហើយបើសុខភាពវាល្អវាអាចថាពេញវ័យលឿនហើយវាក៏រងាវបានលឿនដែរហើយវាបានផលលឿនអញ្ចឹងការចិញ្ចឹមមាន់ព្រៃនេះមួយគឺប្រើរយៈពេលយូរជាងមាន់ស្រែឬក៏មាន់ចិញ្ចឹមយកសាច់លក់នៅលើទីផ្សារធម្មតាហើយការចិញ្ចឹមមាន់ព្រៃដែរតាក់ទងទៅនឹងគីឡូរបស់វាគឺវាអត់មានមាន់ព្រៃណាគីឡូធំទេលុះត្រាតែយើងប្រកាត់ជាមួយមាន់ស្រែមេស្រែដែលគីឡូធំនឹងបានកូនចេញមកគីឡូធំហើយការចិញ្ចឹមមាន់ព្រៃនេះគឺសម្រាប់ខ្ញុំគឺវាមានផលវិបាកច្រើនក៏ប៉ុន្តែនៅពេលដែលយើងចិញ្ចឹមដោយក្តីស្រឡាញ់ទៅគឺគិតថាវាធម្មតាដូចជាការចិញ្ចឹមមាន់ស្រែដែរហើយមាន់ព្រៃនេះដែរគឺត្រូវការភាពស្អាតនៅក្នុងទ្រុងគឺយើងសម្អាតឲ្យស្អាតដូចនៅក្នុងទ្រុងរបស់ខ្ញុំគឺមានចាក់សាបហើយយើងដាក់អង្កាមឲ្យវាស្ងួតហើយលាមករបស់វាហ្នឹងពេលវាអាចចេញមកធ្លាក់មកគឺទៅលើអង្កាមទៅគឺអត់មានជះក្លិនទៅដល់មាន់ព្រៃរបស់យើងទេអញ្ចឹងធ្វើឲ្យវាមានសុខភាពល្អហើយវាក្លៀវក្លា
ហើយសម្រាប់កូនវិញគឺយើងថែទាំដោយយកចិត្តទុកដាក់ជាងមន់ស្រុកដោយសារវាទី1គឺភាពស៊ាំរបស់វាគឺមិនសូវស៊ាំទៅនឹងអាកាសធាតុផ្សេងវាអាចថាផ្ដាសាយលឿនហើយមួយទៀតគឺសុខភាពវាអាចទ្រាំលឿនប្រសិនបើយើងមិនយកចិត្តទុកដាក់ដោយសារខែនេះខែរដូវភ្លៀងហើយប្រសិនបើយើងមិនយកចិត្តទុកដាក់លើសត្វចិញ្ចឹមយើងទេគឺជំងឺចូលច្រើនមិនថាមាន់ស្រែឬក៏មាន់ព្រៃនោះទេប្រសិនបើយើងខ្វះការយកចិត្តទុកដាក់គឺមាន់យើងចិញ្ចឹមមិនទៅមុខហើយមិនទទួលបានផលឬក៏មិនទទួលបានជាផ្លែផ្កានោះទេជាចុងបញ្ចប់សូមអរគុណពុកម៉ែបងប្អូនដែលបានចូលរួមទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូន